ថ្មីនេះ Apple បានប្រកាសចេញនៅ IM 26.2 ដែលជាចំណន់សាកល្បងទី2ហើយក្នុងនោះបងប្អូនក៏អាចធ្វើការដំឡើងបានផងដែរហើយចង់ដឹងថាតើមានអ្វីថ្មីខ្លះនៅពេលដែលយើងធ្វើការដំឡើងទៅកាន់ IM 26.2 ចឹងកុំភ្លេចទស្សនាវីដេអូនេះទាំងអស់គ្នាដែលចំណុចថ្មីទី1ហ្នឹងគឺខ្ញុំសង្កេតឃើញថានៅលើ lock screen របស់យើងនៅពេលដែលយើងធ្វើការផ្លាស់ប្ដូរម៉ោងនៅលើ lock screen ចឹងបងប្អូនអាចធ្វើការចុចនៅលើហ្នឹងបងប្អូនចុចទៅលើ customize បន្តមកបងប្អូនចុចទៅលើម៉ោងអញ្ចឹងវាបង្ហាញនៅមុខងារថ្មីមួយទៅលើ glass គឺបងប្អូនអាចធ្វើការបន្ថែមបន្ថយនៅ opacity នៃម៉ោងរបស់យើងឲ្យកាន់តែច្បាស់ឬក៏ថ្លាដូចកញ្ចក់នៅខាងក្រោយឲ្យឆ្លុះជាមួយនឹង background នៅខាងក្រោយហើយខ្ញុំគិតថាមុខងារនេះគឺវាល្អមែនតើអាចធ្វើឲ្យយើងអ្នកប្រើប្រាស់ iPhone ហ្នឹងចង់បាននៅម៉ោងកម្រិតបែបណាដែលយើងអាចធ្វើការដាក់បានហើយបងប្អូនក៏អាចបន្ថែមបន្ថយម៉ោងតូចឬក៏ធំបានដែរដែលជាមុខងារនេះគឺយើងមានស្រាប់តែសម្រាប់មុខងារនេះគឺជាមុខងារថ្មីទៅលើការបន្ថែមបន្ថយនៅ opacity នៃម៉ោងរបស់យើងដោយចំណុចថ្មីទី2នេះខ្ញុំឃើញថានៅលើកម្មវិធី reminder បងប្អូនក៏អាចធ្វើការ set នៅ reminder ថ្មីមួយឧទាហរណ៍ខ្ញុំដាក់ថាវីដេអូចឹងទៅអញ្ចឹងខ្ញុំឃើញថាវាមានមុខងារថ្មីមួយទៅលើកដែលមានឈ្មោះថា urgent អញ្ចឹងនៅពេលដែលខ្ញុំបើកនៅមុខងារ urgent ហ្នឹងអញ្ចឹងរាល់ពេលដែលខ្ញុំធ្វើការកំណត់នៅ reminder ណាមួយ reminder នោះវានឹងលោតមកលើអេក្រង់របស់ខ្ញុំដូចជាម៉ោងរោអញ្ចឹងដែលមានផ្ទាំងដូចជាម៉ោងរោអញ្ចឹងបងប្អូនក៏អាចប្រើប្រាស់មុខងារនេះដើម្បីជំនួសនៅម៉ោងរោរបស់បងប្អូនអរគ្នាផងដែរខ្ញុំគិតថាវាល្អមែនតើចឹងចូលមកដល់ចំណុចថ្មីទី3ខ្ញុំសង្កេតឃើញថានៅលើកម្មវិធី podcast ដែលបងប្អូនចូលមកដល់កម្មវិធី podcast ឧទាហរណ៍បងប្អូនចង់ស្ដាប់នៅ podcast ណាមួយចឹងនៅពេលដែលបងប្អូនធ្វើការស្ដាប់នៅ podcast ទាំងអស់ហ្នឹងបងប្អូននឹងឃើញនៅលើ podcast ហ្នឹងដែលជា iOS ចាស់គឺវាអត់មានជា chapter ទេតែសម្រាប់ iOS ថ្មីនៅលើមក IM 26.2 ហ្នឹងគឺវាមានជា chapter បងប្អូនអាចឃើញវាមានកន់អាចបងប្អូនអាចអុសទៅនៅឃើញជា chapter ហើយបងប្អូនក៏អាចចុចទៅលើសញ្ញានេះដែរដើម្បីចូលទៅមើល chapter មួយថាតើវាមានប្រមាណ chapter ហើយបងប្អូនក៏អាចចូលទៅស្ដាប់នៅ chapter ណាដែលបងប្អូនចង់ធ្វើការស្ដាប់នឹងផងដែរអញ្ចឹងចូលទៅដល់ចំណុចថ្មីទី4គឺនៅលើកម្មវិធី Meizu គឺបងប្អូនចូលទៅកាន់ Meizu បងប្អូនចូលទៅកាន់ level អញ្ចឹងបងប្អូននឹងឃើញនៅមុខងារ level ហ្នឹងវាមានជាសញ្ញាដូចបងប្អូនបានឃើញអញ្ចឹងវាជា glass ដែលដូចជាដំណក់ទឹកអញ្ចឹងពេលដែលបងប្អូនដាក់ចូលគ្នាអញ្ចឹងមកបងប្អូនវិលទូរស័ព្ទវានឹងធ្វើការបញ្ចូលគ្នារលាយដូចជាទឹកអញ្ចឹងបងប្អូនអរគ្នាវាជាបែប glass ទៅមើលទៅស្អាតមួយយ៉ាងដែរដែលខុសពី iOS មុនវាជាលក្ខណៈរង្វង់ហើយរំកិលកើងលើគ្នាបងប្អូននេះវាចូលជាលក្ខណៈ anime មកទៅក៏ស្អាតមួយយ៉ាងដែរបងប្អូនអាចឃើញវាស្អាតមែនតើអញ្ចឹងពេលនេះខ្ញុំមាន4ចំណុចនេះសម្រាប់ IM 26.2 ចំនួនសាកល្បងទី2នេះអរគុណសម្រាប់ការតាមដានទស្សនាហើយខ្ញុំនឹងជួបបងប្អូននៅវីដេអូក្រោយទៀត